ការប្រហឹងសាបង្ក្រាបអតិថិជនហ៊ុយវ៉ាន់ផេដោយអាជ្ញាធរខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីថ្ងៃទី27ខែមេសាបានរងការរិះគន់យ៉ាងខ្លាំងពីអតិថិជនពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលព្រមទាំងគណៈបកប្រឆាំងក្រៅពីការប្រើប្រាស់ហិង្សាបង្ក្រាបអតិថិជនជនជាតិចិនឲ្យរងរបួស2នាក់ហើយនោះអាជ្ញាធរក៏បានចាប់ពលរដ្ឋ2នាក់ទៀតដោយចោទថាជាអ្នកដឹកនាំតវ៉ាបិទផ្លូវជាដើមនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោកអំសំអាតបានប្រាប់ VOD នៅថ្ងៃទី28ខែមេសានេះដោយយល់ឃើញថាករណីនេះមិនគួរមានហិង្សាកើតឡើងទីនៅពេលដែលពលរដ្ឋតវ៉ាដោយសន្តិវិធីហើយមិនគួរចាប់ខ្លួនពលរដ្ឋដែលជាអតិថិជនរងគ្រោះនោះទីព្រោះពលរដ្ឋបានរងគ្រោះមួយជាន់ហើយពីសំណាក់ក្រុមហ៊ុននេះលោកចាត់ទុកករណីនេះជាបទពិសោធន៍សម្រាប់រដ្ឋាភិបាលមុននឹងផ្ដល់អាជ្ញាប័ណ្ណទៅដល់ក្រុមហ៊ុនណាមួយក្នុងការធ្វើអាជីវកម្មគួរតែពិនិត្យឲ្យបានច្បាស់លាស់ដើម្បីជៀសវាងធ្វើឲ្យពលរដ្ឋរងគ្រោះហើយអញ្ចឹងវាគួរតែមានដំណោះស្រាយណាមួយសម្រាប់ពួកគាត់នៅក្នុងការស្វែងរកដំណោះស្រាយសម្រាប់ពួកគាត់ទៅលើបញ្ហាដែលរងផលប៉ះពាល់សម្រាប់ពួកគាត់កន្លងមកហ្នឹងណាបាទវាមិនគួរណាទៅជាមានអំពើហិង្សាហើយនឹងការចាប់ខ្លួននឹងកើតឡើងណាក្រុមហ៊ុនហ៊ុយវ៉ាន់ផេត្រូវគេស្គាល់ថាជាកម្មសិទ្ធិរបស់លោកហ៊ុនតូដែលត្រូវជាក្មួយប្រុសលោកហ៊ុនសែនប្រធានព្រឹទ្ធសភានិងត្រូវជាបងប្អូនជីដូនមួយជាមួយលោកហ៊ុនម៉ាណែតនាយរដ្ឋមន្ត្រីកម្ពុជាក្រុមហ៊ុននេះបានបដូរឈ្មោះទៅជា HP កាលពីខែធ្នូឆ្នាំ2025បន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្មមិនអោយប្រតិបត្តិការសាច់ប្រាក់ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិកកាលពីជាង1ឆ្នាំមុនដោយអាមេរិកថាក្រុមហ៊ុននេះជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ដ៏ធំសម្បើមឲ្យក្រុមហ៊ុនរកស៊ីឆបោកតាមអនឡាញតាមរយៈលិខិតរបស់អតិថិជនកាលពីថ្ងៃទី27ខែមេសាបានបង្ហាញថាមានអតិថិជនរងគ្រោះជាជនជាតិខ្មែរជនជាតិចិននិងជនជាតិវៀតណាមប្រមាណជា500នាក់បានចាញ់បោកក្រុមហ៊ុនហ៊ុយវ៉ាន់ផេរបស់លោកហ៊ុនតូពួកគេបានចោទធនាគារជាតិនិងស្ថាប័នពាក់ព័ន្ធថាមិនបានប្រកាសជាសាធារណៈពីការដកអាជ្ញាប័ណ្ណក្រុមហ៊ុននេះកាលពីថ្ងៃទី25ខែកញ្ញាឆ្នាំ2024នោះទីគណៈក្រុមហ៊ុនហ៊ុយវ៉ាន់ផេនៅបន្តបើកទ្វារមានប្រតិបត្តិការចេញចូលនិងដកលុយបានធម្មតារហូតដល់ថ្ងៃទី1ខែធ្នូឆ្នាំ2025ទើបប្រកាសបិទទ្វារអតិថិជនហ៊ុយវ៉ាន់ផេទាំងអស់បានចាប់ផ្ដើមតវ៉ាទ្រង់ទ្រាយធំនៅមុខធនាគារជាតិតាមបណ្ដោយផ្លូវហាណូយក្រោយពីពិធីបុណ្យចូលឆ្នាំខ្មែររួចមកការតវ៉ានៅថ្ងៃទី27ខែមេសាបានផ្ទុះហិង្សាកើតឡើងបណ្ដាលឲ្យមានអ្នករងរបួសបែកក្បាលនិងហូរឈាមលើផ្ទៃមុខព្រមទាំងអាជ្ញាធរបានចាប់ខ្លួនមនុស្សចំនួន2នាក់ទៀតដោយចោទពួកគេថាជាអ្នកដឹកនាំការតវ៉ាបិទផ្លូវនេះពលរដ្ឋរងការចាប់ខ្លួនម្នាក់គឺលោកសួនសវណ្ណថៃជាអ្នកម៉ៅការសំណង់រស់នៅខណ្ឌដង្កោរាជធានីភ្នំពេញចំណែកម្នាក់ទៀតគឺលោកវត្តមករាជាកម្មករសំណង់រស់នៅខណ្ឌដង្កោដូចគ្នាបើតាមការចុះផ្សាយរបស់ស្នងការរាជធានីភ្នំពេញបញ្ជាក់ថាបរិសុទ្ធទាំងពីរនាក់ត្រូវសមត្ថកិច្ចជំនាញឃុំខ្លួនសួរនាំដើម្បីអនុវត្តតាមនីតិវិធីក្រោមការចោទថាជាមេខ្លោងដឹកនាំការតវ៉ាបិទផ្លូវ VOD ពុំទាន់អាចសុំការពន្យល់បន្ថែមពីស្នងការនគរបាលរាជធានីភ្នំពេញលោកជួននរិនបានទីគណៈក្រុងគ្រួសារពលរដ្ឋរងគ្រោះក៏ពុំទាន់អាចសុំការឆ្លើយតបបានដែរគិតត្រឹមម៉ោងផ្សាយនេះក៏ប៉ុន្តែនៅថ្ងៃទី28ខែមេសា Facebook មួយដែលអះអាងថាជាភរិយានិងជាម្ដាយបង្កើតលោកសួនសវណ្ណឆៃបានបង្ហោះវីដេអូសុំទោសលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតទាំងទឹកមុខស្រងោតស្រងាត់ស្នើសុំដោះលែងសមាជិកគ្រួសារដោយស្ត្រីជាម្ដាយបានបដិសេធថាកូនប្រុសមិនបានដឹកនាំការតវ៉ានោះទេនិងគ្រាន់តែជាអ្នកចូលរួមតវ៉ាទាមទារលុយដែលបាត់បង់តាមរយៈក្រុមហ៊ុនហ៊ុយវ៉ាន់ផេនិងចង់បង្ហាញប្រាប់ដល់កម្មកររបស់ខ្លួនថាលុយបានជាប់នៅក្នុងក្រុមហ៊ុនហ៊ុយវ៉ាន់ផេមិនមែនជាការដកចាយឬក៏កិច្ចវេះមិនបើកប្រាក់ដល់កម្មករនោះទេសូមអង្គដល់លោកទាំងទ្វេទាំងពីរសូមឲ្យលោកជួយដោះស្រាយជួយដោះកូនខ្ញុំសុនវណ្ណថៃឲ្យកូននៅទូចខ្ញុំមិនឲ្យអត់ធំណាស់រឿងនេះពួកខ្ញុំគ្រួសារអត់ដែលបានជួបទេសម្ដេចពុកនិងសម្ដេចហ៊ុនម៉ាណែតសូមក្មួយជួយគ្រួសាររបស់ខ្ញុំដែលកូនសុនសវណ្ណថៃបើសិនជាកូនធ្វើមិននៅក្មេងឆោតល្ងង
កូនធ្វើអីមិនបានគិតមកគិតក្រោយក៏សូមលោកឪពុកនិងសម្ដេចហ៊ុនម៉ាណែតជួយលើកលែងទោសទាំងអស់នឹងជួយឲ្យម្ដងមក ជំវិញករណីនេះដែរអតីតតំណាងរាជគណៈបកសង្គ្រោះជាតិនិងជាអនុប្រធានគណៈបកឆន្ទៈខ្មែរលោកសុនឆៃបានថ្លែងប្រាប់ VOD នៅថ្ងៃទី27 ខែមេសានេះថាការបង្ក្រាបពលរដ្ឋរងគ្រោះដោយហិង្សាជាការរំលោភបំពានសិទ្ធិអតិថិជនដោយលោកទាមទារឲ្យធនាគារជាតិដោះស្រាយជាបន្ទាន់តាមរយៈនៃការគ្រប់គ្រងហើយធនាគារជាតិត្រូវធ្វើអធិការកិច្ចដើម្បីធានាទ្រព្យសកម្មរបស់អតិថិជនលោកថាពេលអតិថិជនមានបញ្ហាជាមួយធនាគារឬក៏គ្រឹះស្ថានហិរញ្ញវត្ថុពេលនោះហើយជាទូនីតិរបស់ធនាគារជាតិដោយពុំត្រូវឲ្យអតិថិជនប្តឹងទៅតុលាការនោះទេ ខ្ញុំរំលឹកពីមុនម្ដងហើយថាត្រូវតែចោះធ្វើការងារដើម្បីធ្វើយ៉ាងម៉េចឲ្យពលរដ្ឋនឹងបានទទួលនៅប្រាក់កាសរបស់គេវិញហើយវិធានការដែលបន្ទាន់ហ្នឹងគឺធ្វើម៉េចជំរុញឲ្យក្រុមហ៊ុនហ្នឹងរកលុយមកដាក់ក្នុងធនាគារដើម្បីផ្ដល់ឲ្យទៅអតិថិជនហ្នឹងឲ្យបានត្រឹមត្រូវវិញ ចំណែកឯអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិតនិងការស្រាវជ្រាវលោកសេសុជាតិយល់ឃើញថាករណីនេះជារឿងអវិជ្ជមានខ្លាំងណាស់សម្រាប់កម្ពុជាហើយលោកចាត់ទុកករណីនេះថាជាការតវ៉ាដ៏ធំមួយរបស់អតិថិជនចិននិងជនជាតិបរទេសកំពុងរស់នៅកម្ពុជានិងធ្វើឲ្យកម្ពុជាបាក់មុខលើឆាកអន្តរជាតិបើគ្មានការដោះស្រាយដោយតម្លាភាពលោកបន្តថាបើធនាគារមួយបានបិទហើយថវិកាឬក៏ប្រាក់បញ្ញើរបស់ពួកគេមិនត្រូវបានផ្ដល់មកឲ្យវិញនោះជារូបភាពមួយដែលបង្ហាញអំពីការចុះទុនខ្សោយយ៉ាងខ្លាំងនៃស្ថាប័នហិរញ្ញវត្ថុជាពិសេសធនាគារឯកជននៅក្នុងប្រទេសកម្ពុជា រូបភាពនេះវាក៏បានជះភាពអវិជ្ជមានខ្លាំងទៅកាន់សហគមន៍អន្តរជាតិដែលធ្វើឲ្យអ្នករកស៊ីអ្នកដែលគាត់មានបំណងចង់មកវិនិយោគឬក៏ដាក់ប្រាក់បញ្ញើនៅកម្ពុជាគឺមានការខ្លាយរអាហើយបញ្ហាទាំងអស់នេះវានឹងខ្លាយទៅជាប្រធានបទមួយដែលបង្ហាញអំពីភាពអវិជ្ជមាននៅក្នុងវិស័យហិរញ្ញវត្ថុជាពិសេសគឺធនាគារឯកជននៅកម្ពុជានឹងតែម្ដង ទោះជាយ៉ាងណាលោកសេសុជាតិមើលឃើញថាការអនុវត្តច្បាប់របស់មន្ត្រីមានសមត្ថកិច្ចគឺជារឿងត្រឹមត្រូវហើយក៏ប៉ុន្តែការប្រើប្រាស់ហិង្សាចំពោះអ្នកតវ៉ាដោយគ្មានវិធីសាស្ត្រដោះស្រាយបញ្ហាត្រឹមត្រូវរហូតបង្កឲ្យមានរបួសស្នាមនិងចាប់ជនរងគ្រោះថែមទៀតនោះគឺជារូបភាពមួយបង្ហាញថាអ្នកគ្រប់គ្រងឬក៏អ្នកចាត់ចែងកិច្ចការនេះអាចមានទម្លាប់ឬក៏សកម្មភាពមិនត្រឹមត្រូវមិនត្រឹមតែការប្រើប្រាស់ហិង្សាដើម្បីបញ្ចប់បញ្ហាជាជាងប្រើចំណេះដឹងរកដំណោះស្រាយចំណែកលោកសុនឆៃស្នើធនាគារជាតិត្រូវធ្វើរឿងនេះចាំបាច់មួយគឺធ្វើសវនកម្មទៅលើប្រព័ន្ធហិរញ្ញវត្ថុរបស់ធនាគារក្រុមហ៊ុន Huiwan Pay ឬ HP ដើម្បីឲ្យដឹងថាសាច់ប្រាក់មានប៉ុន្មានពិតប្រាកដដោយមិនអាចនិយាយថាសាច់ប្រាក់ជាប់ឲ្យគេខ្ចីហើយមិនទាន់ប្រមូលដើម្បីសងអតិថិជននោះទេលោកថាការធ្វើសវនកម្មត្រូវមានស្ថាប័នឯករាជ្យមួយដើម្បីធ្វើឲ្យម្ចាស់ក្រុមហ៊ុនរកសាច់ប្រាក់មកបន្ថែមដកសងជូនអតិថិជនភ្លាមក៏ប៉ុន្តែលោកបង្ហាញចម្ងល់ថាលោកហាក់មិនយល់ចំពោះការឲ្យអ្នកដាក់ប្រាក់ប្តឹងទៅតុលាការវិញនោះទេខ្ញុំញឹមសុខន VOD